សួស្តីអ្នកនរគ្នាខ្ញុំសូយ៉ាថ្ងៃនេះខ្ញុំអត់សូវមានកម្លាំងហើយខ្ញុំក៏ចង់ថតវីដេអូដែរខ្ញុំមានលំហាត់ខ្សែពិតមែនហើយខ្ញុំក៏អត់មានកម្លាំងកាន់ទូរស័ព្ទដែរថ្ងៃនេះអីដែលខ្ញុំចង់និយាយគឺជីវិតយើងនៅសល់ប្រហែលថ្ងៃទៀតខ្ញុំមានមនុស្សម្នាក់ដែលគេជាមនុស្សល្អពិតមានគ្រាន់តែជាក្មេងអាយុ14ឆ្នាំគេធ្វើ YouTube ហើយបរៀនអ្នកផ្សេងអំពីរឿងលុយអំពីរឿងការងារអំពីរឿងអីហ្នឹងហើយគេស្លាប់ថ្ងៃហ្នឹងគាត់ស្លាប់ថ្ងៃហ្នឹងខ្ញុំនៅឆ្ងាយខ្ញុំទៅបុនគាត់អត់កើតទេខ្ញុំមានអារម្មណ៍ថាជីវិតយើងខ្លីហើយខ្ញុំឃើញអញ្ចឹងខ្ញុំនឹងមានអារម្មណ៍ថាជីវិតយើងហ្នឹងកាន់តែខ្លីមនុស្សល្អៗដែលបានស្លាប់ហើយក៏មនុស្សដែលយើងស្គាល់មនុស្សដែលយើងស្រឡាញ់តែបានស្លាប់ខ្ញុំគិតថាពួកយើងទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមើលវីដេអូហ្នឹងណាពួកយើងសំណាងណាដឹងមិនអត់យើងនៅសល់ពេលវេលាតែអ្នកដែលគាត់ស្លាប់ថ្ងៃហ្នឹងហើយក៏អ្នកដែលគាត់ស្លាប់ស្អែកគឺគាត់អត់មានពេលវេលាទៀតមកខ្ញុំមានអារម្មណ៍ថាខ្ញុំដល់ហើយជីវិតខ្ញុំសល់មួយថ្ងៃទៀតបើខ្ញុំស្លាប់ថ្ងៃហ្នឹងណាអូខេខ្ញុំប្រាប់អ្នកនរគ្នាតាមត្រង់ខ្ញុំអាចស្លាប់ថ្ងៃហ្នឹងបានអាចស្លាប់ស្អែកក៏បានដែរព្រោះខ្ញុំបានធ្វើអីដែលខ្ញុំចង់ធ្វើច្រើនហើយខ្ញុំសួរខ្លួនឯងថាបើខ្ញុំស្លាប់ថ្ងៃហ្នឹងណាខ្ញុំចង់ខ្វល់ពីអ្នកផ្សេងអត់បើខ្ញុំស្លាប់ថ្ងៃហ្នឹងណាខ្ញុំនៅខ្វល់ពីអីដែលគេគិតអីដែលយើងបើខ្ញុំស្លាប់ថ្ងៃហ្នឹងខ្ញុំប្រាប់អ្នកនរគ្នាខ្ញុំអត់ខ្វល់ថាណាគេស្អប់ខ្ញុំអត់ខ្វល់ថាណាគេអត់ចូលចិត្តខ្ញុំអត់ខឹងណាគេខ្ញុំអត់ចង់ខឹងណាគេអស់ហើយខ្ញុំក៏អត់ចង់ស្អប់ណាគេមុនខ្ញុំស្លាប់ដែរខ្ញុំមានអារម្មណ៍ថាខ្ញុំចង់មានអារម្មណ៍ថាខ្ញុំស្ងប់សុខតែប៉ុណ្្នឹងខ្ញុំលេងចង់ខឹងលេងចង់ស្អប់លេងចង់ជេរលេងចង់ធ្វើអីចង់ធ្វើអីពួកហ្នឹងទាំងអស់ខ្ញុំមិនដឹងថាជីវិតខ្ញុំនៅបានមួយថ្ងៃទៀតហ្នឹងហើយអ្នកនរគ្នាសួរខ្លួនឯងវីដេអូនេះដែលខ្ញុំចង់រៀបមកគឺសួរខ្លួនឯងថាបើយើងស្លាប់ថ្ងៃហ្នឹងណាដែលយើងស្ដាយបំផុតចឹងឯងខ្ញុំទៅហើយបាយបាយ